កាលពីច្រើនឆ្នាំមុន Nolan គឺជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមម្នាក់និងជាប្រធានគម្រោងស្រាវជ្រាវនៅទីក្រុង Eruditio ដែលភរិយារបស់ Nolan មានឈ្មោះថា Lillian មិនយូរប៉ុន្មាន Lillian បង្កើតបានបុត្រីមួយដែលមានឈ្មោះថា Layla មើលនោះនោះពុកនៅឯទីនោះមិនយូរប៉ុន្មានទុក្ខភ័យក៏បានមកដល់ដើម្បីសង្គ្រោះភរិយានិងកូននិងអ្នកជុំវិញខ្លួន Nolan បានសម្រេចចិត្តបូជាខ្លួនដោយរុញច្រានការផ្ទុះនោះចោលគឺ Nolan បានចូលទៅក្នុង Multiverse ឬចន្លោះសកលលោកឪបូកូនកំពុងមើលពីចំងាយបើភ្នែកគេទៅលំដាដាទៅនៅក្នុងវិមាននោះ Nolan មិនបានស្លាប់ទេប៉ុន្តែរាងកាយរបស់គាត់ត្រូវបានផ្លាស់ប្ដូរដោយថាមពល Cosmic ពហុចក្រវាលដែលបង្កើតដោយបំណែកនៃព្រលឹងខ្ញុំបានខ្លាចជាក្តីសង្ឃឹមចុងក្រោយសកលលោកមួយណាក៏ស្ថិតនៅក្នុងដៃរបស់ខ្ញុំយ៉ាងណាមិញផ្ទះរបស់ខ្ញុំហាក់ប្រស័ព្ទបាត់ទៅដោយក្តីសុបិនឯងមិនអាចជួយពួកគេបានទេរាល់ជីវិតទាំងអស់ត្រូវវិញ្ញាណផុតនាពេលជួបមហន្តរាយតើជាពុកមែនទេប៉ុន្មានឆ្នាំមកនេះពុកសុំទោសដួងតារាតូចពុកអើយពុកនឹងការពារកូនទោះជាត្រូវលះបង់អ្វីក៏ដោយសូម្បីតែចក្រវាលក៏មិនអាចបញ្ឈប់ខ្ញុំបានដែរទោះបីជាយ៉ាងណាក៏ដោយពេលវេលានៅក្នុងវិមាននោះដើរខុសពីពិភពខាងក្រៅដែលធ្វើឲ្យគាត់មើលទៅហាក់ដូចជាមិនចាស់សោះកូនសម្លាញ់ពុកពុកលាហើយគ្រោះមហន្តរាយបាត់ទៅជាមួយខ្ញុំបាត់ទៅសូនឆឹងទីបំផុតកូនមានសុវត្ថិភាពហើយដួងតារាតូចពុកទីបំផុត Nolan អាចរកផ្លូវត្រឡប់មកកាន់ពិភពលោកវិញបានប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរអស់ហើយភរិយារបស់ Nolan បានចែកឋានទៅហើយពីព្រោះនាងបានការពារមនុស្សជាទីស្រឡាញ់របស់នាងគឺ Layla និងមនុស្សជុំវិញខ្លួនចំណែក Layla បានធំដឹងក្តីនិងក្លាយជាអ្នកប្រយុទ្ធដ៏ក្លាហានម្នាក់ទោះបីជាយ៉ាងណាក៏ដោយ Layla ក៏នៅតែមាន Nolan ការពារនៅពីក្រោយខ្នង Nolan ត្រូវរស់នៅជាអ្នកការពារពីក្រោយខ្នងដោយសារគាត់ដឹងថាមានគ្រោះថ្នាក់ពីវិមិត្តងងឹតកំពុងតាមយាយីពិភពលោក